នាយករដ្ឋមន្ត្រីអ៊ីស្រាអែលព្រមទទួលយកផែនការសន្តិភាពរបស់លោកដូណាល់ត្រាំប៉ុន្តែត្រូវមានលក្ខខណ្ឌ Richimo Cafe ប្រេងកាហ្វេលំដាប់ខ្ពស់ចម្រាញ់ចេញពីកាហ្វេ Arabica សុទ្ធ 100% Richimo ផ្ដល់នូវក្លិនឈ្ងុយជាប់មាត់តាំងពីដំណក់ដំបូងចង់ក្រេបរសជាតិកាហ្វេសុទ្ធកាហ្វេឆ្ងាញ់បែប Premium និងមុខម្ហូបជាច្រើនទៀត Complex Richimo Cafe ទីតាំងដំរីផាក 598 ថ្លែងនៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ិនចាមីន នេតាន់យ៉ាហ៊ូនៅសេតវិមានកាលពីថ្ងៃច័ន្ទទី 29 ខែកញ្ញាឆ្នាំ 2025 ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានសង្ឃឹមថានឹងទទួលបានចម្លើយវិជ្ជមានពីក្រុមហាម៉ាស់បន្ទាប់ពីលោកទទួលបានភ្លើងខៀវនឹងការព្រមទទួលយកផែនការសន្តិភាពពីសំណាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលចំពោះផែនការរបស់លោកដើម្បីឈានទៅបិទបញ្ចប់សង្គ្រាមនៅតំបន់កាហ្សាប៉ុន្តែការទទួលយករបស់លោកនេតាន់យ៉ាហ៊ូគឺទាមទារឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ជាបន្ទាន់ប៉ុន្តែក្នុងករណីមិនលើសពី72ម៉ោងនឹងទាមទារឲ្យក្រុមហាម៉ាស់បញ្ចប់អាវុធរបស់ខ្លួនផងដែរនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2025 នៅក្នុងសន្និសីទកាសែតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ិនចាមីន នេតាន់យ៉ាហ៊ូបានឲ្យដឹងថាលោកគាំទ្រផែនការសន្តិភាពរបស់លោកត្រាំប៉ុន្តែមានលក្ខខណ្ឌដែលតម្រូវឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងជាបន្ទាន់និងបញ្ចប់រាល់ការគ្រប់គ្រងនានារបស់ខ្លួននោះលោកនេតាន់យ៉ាហ៊ូនៅបង្ហាញបិទបញ្ចប់ការងារនៅតំបន់កាហ្សាប៉ុន្តែប្រសិនបើក្រុមហាម៉ាស់មិនទទួលយកផែនការរបស់លោកត្រាំឬធ្វើជាទទួលយល់ព្រមប៉ុន្តែបន្ទាប់មកព្យាយាមរារាំងបង្កឧបសគ្គនោះការបញ្ចប់សង្គ្រាមនឹងមិនអាចនោះឡើយនៅត្រង់ចំណុចនេះលោកដូណាល់ត្រាំបាននិយាយធានាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថាអ៊ីស្រាអែលនឹងទទួលបានការគាំទ្រពីលោកទាំងស្រុងនៅកាហ្សាប្រសិនបើក្រុមហាម៉ាស់បដិសេធមិនទទួលយកផែនការសន្តិភាពរបស់លោកភ្លាមៗនៅក្រៅការប្រកាសដំណឹងពីសេតវិមានប្រតិកម្មអបអសតបានធ្លាក់ជាបន្តបន្ទាប់ប្រទេសអារ៉ាប់ចំនួន 8 បានចេញសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃច័ន្ទស្វាគមន៍តួនាទីរបស់ប្រធានាធិបតីអាមេរិកនិងការប្រឹងប្រែងរបស់លោកដើម្បីបិទបញ្ចប់សង្គ្រាមនៅកាហ្សានៅក្នុងសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃច័ន្ទអាជ្ញាធរប៉ាឡេស្ទីនបានដាក់ជំនឿទុកចិត្តទាំងស្រុងលើលោកដូណាល់ត្រាំដើម្បីស្វែងរកផ្លូវទៅកាន់សន្តិភាពដោយឡែកបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃច័ន្ទដដែលនេះក៏បានឲ្យដឹងផងដែរថាបន្ទាប់ពីអ៊ីស្រាអែលយល់ព្រមទទួលយកផែនការសន្តិភាពដែលស្នើឡើងដោយលោកដូណាល់ត្រាំប្រទេសកាតានិងអេស៊ីបដែលដើរតួជាអន្តរការីបានបញ្ជូនឯកសារផែនការសន្តិភាពទៅឲ្យក្រុមចរចាហាម៉ាស់នៅមុនសន្និសីទកាសែតទីទៀតសេតវិមានបានចុះផ្សាយផែនការសន្តិភាពដែលមានចំនួន20ចំណុចដើម្បីឈានទៅដល់បិទបញ្ចប់សង្គ្រាមដែលបង្ហូរឈាមនៅតំបន់កាហ្សារយៈពេល72ឆ្នាំមកនេះនៅក្នុងផែនការសន្តិភាពរបស់លោកដូណាល់ត្រាំមាននិយាយពីការបញ្ឈប់ជាបន្ទាន់សង្គ្រាមនៅតំបន់កាហ្សាជាមួយនឹងការដាក់កងទ័ពអ៊ីស្រាអែលជាដំណាក់កាលជាថ្នូវនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់របស់អ៊ីស្រាអែលនៅក្នុងរយៈពេល3ថ្ងៃក្រោយភ្លឹងខៀវរបស់អ៊ីស្រាអែលបន្ទាប់ពីចំណាប់ខ្មាំងអ៊ីស្រាអែលត្រូវបានដោះលែងពីដៃរបស់ក្រុមហាម៉ាស់អ៊ីស្រាអែលនឹងបើកផ្លូវឲ្យគេនាំយកជំនួយមនុស្សធម៌ចូលកាហ្សានិងដោះលែងអ្នកទោសកាហ្សាដែលអ៊ីស្រាអែលចាប់ឃុំនិងផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅក្រៅការវាយប្រហារភេរវកម្មនៅចុងឆ្នាំ 2023 ចំណុចមួយទៀតនៅក្នុងផែនការរបស់ប្រធានាធិបតីអាមេរិកក៏បានចែងថាកាហ្សាជាទឹកដីរបស់ប៉ាឡេស្ទីននឹងត្រូវគ្រប់គ្រងដោយអាជ្ញាធរបណ្ដោះអាសន្នមួយដែលមានគ្មាននិន្នាការនយោបាយនិងជាអ្នកជំនាញចំណែកក្រុមហាម៉ាស់នឹងត្រូវដកខ្លួនចេញពីកាហ្សាទៅតាមសំណើរបស់សេតវិមានអាជ្ញាធរគ្រប់គ្រងកាហ្សាស្ថិតក្រោមការមើលតាមដានរបស់គណៈកម្មាធិការសន្តិភាពដែលមានលោកត្រាំជាប្រធានជាមួយការចូលរួមពីអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair ទឹកពិសាបរិសុទ្ធអហ្វណានមោទនភាពផលិតផលជាតិទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ012 379 909និង071 78 99 990